ជាដំបូងនេះខ្ញុំគង់សុជីនមកពីថ្នាក់ A1 នៃ Department Information Technology Engineering សូមជួយសួរទៅកាន់លោកគ្រូនិងសិស្សទាំងអស់គ្នាហើយនឹងយើងមានបទបង្ហាញមួយនិយាយពី project final របស់យើងដែលមានឈ្មោះថា Skin 1004 E-commerce platform របស់យើងត្រូវបានបង្កើតឡើងដោយប្រើប្រាស់នៅ framework React Firebase ហើយនឹង with project របស់យើងគឺមានគោលបំណងក្នុងការបង្កើតជា online shopping website សម្រាប់ផលិតផល skincare របស់កូរ៉េដែលមានឈ្មោះថា Skin 1004 នៅ presentation នេះយើងនឹងនិយាយគ្នាទៅទៅនឹង project របស់យើងដោយយើងនឹងនិយាយអំពី introduction, literature reviews, methodology, result ហើយនឹងមានការ demo ក៏ដូចជាយើងនឹងធ្វើការ discussion ក៏ដូចជា conclusion នៃ project របស់យើងផងដែរជាដំបូងខ្ញុំនឹងនិយាយអំពី introduction ដែល Skin 1004 នេះគឺជា website គឺជា web application ដែលជាប្រភេទ e-commerce web application ដែលយើងបានបង្កើតឡើងសម្រាប់ brand skincare របស់កូរ៉េមួយហើយ website នេះគឺយើងបែងចែកជាពីរ role គឺ customer ហើយនិង admin សម្រាប់ customer គឺយើងអាចមើលអំពី brand product register login ក៏ដូចជាដាក់ product ចូលទៅក្នុង cart out និងមើលពី order history របស់ customer ខ្លួនឯងផ្ទាល់ផងដែរចំណែក admin គឺគាត់អាចធ្វើការគ្រប់គ្រងទៅលើ products order message ហើយនិង customers តាមរយៈ admin dashboard សម្រាប់ authentication គឺយើងបានប្រើប្រាស់ជាមួយនឹង Firebase authentication ហើយ data ដូចជា products ហើយនិង order គឺយើងបានប្រើប្រាស់នៅ Firestore project របស់យើងគឺមាន goal សំខាន់ចំនួន4គឺទី1យើងធ្វើម៉េចឲ្យមាន information storefront ទី2គឺ secure authentication ទី3គឺ real shopping floor ទី4គឺ admin back office សម្រាប់គ្រប់គ្រងទៅលើ website របស់យើងផ្ទាល់បន្ទាប់មកគឺយើងនឹងនិយាយអំពី literature review មុនពេលដែលយើងចាប់ផ្ដើមនៅ project នេះគឺយើងបានធ្វើការប្រៀបធៀប technology ផ្សេងៗដើម្បីជ្រើសរើសតើ technology មួយណាដែលស័ក្តិសមសម្រាប់ project របស់យើងសម្រាប់ front end គឺយើងបានពិចារណាទៅលើ React Vue.js Next.js ក៏ដូចជា Angular ផងដែរហើយយើងបានធ្វើការជ្រើសរើសប្រើប្រាស់ជាមួយនឹង framework React ពីព្រោះយើងឃើញថាវាមាន component ហើយនិង hook model ដែលងាយស្រួលសម្រាប់ក្នុងការបង្កើត website ដែលមាន feature ជាច្រើនដូចជា Skin 1004របស់យើងដូចគ្នាសម្រាប់ back end ហើយនិង database គឺយើងបានធ្វើការប្រៀបធៀបគ្នារវាង Firebase Superbase ហើយនិង Strapi ចុងក្រោយគឺយើងបានជ្រើសរើសយកនៅ Firebase ដោយសារយើងឃើញថាវាផ្ដល់នូវ authentication ហើយនិង Firestore ដែលងាយស្រួលក្នុងការភ្ជាប់ជាមួយនឹង React framework របស់យើងដល់ចំណុចនេះយើងនិយាយអំពី methodology សម្រាប់ការ develop project នេះបានឡើងយើងតែចេញជា4ជំហានសំខាន់ទី1គឺ migrate ដែលយើងបានបំលែងពី static website ដែលយើងប្រើប្រាស់ HTML CSS ហើយនិង JavaScript បន្តិចបន្តួចហើយយើងប្រើប្រាស់ React ជាមួយនឹង web ពីនៅលើ website របស់យើងទី2គឺតកតងជាមួយនឹង integrate គឺយើងបានភ្ជាប់ Firebase authentication ហើយនិង Firestore ហើយបង្កើតនៅ context សម្រាប់គ្រប់គ្រង author product ហើយនិង orders ជាដើម3គឺយើង focus ទៅលើ build features ដែលយើងបានបង្កើត product growth operation cart checkout order history context message ហើយនិង admin route ផងដែរចុងក្រោយគឺ deploy and harden ពួកយើងបានធ្វើការ deploy project របស់យើងទៅក្នុង GitHub page ហើយធ្វើការដោះស្រាយបញ្ហាដែលកើតឡើងនៅក្នុងពេល deploy នឹងដូចជា routing third part Firestore security rule ផងដែរពីយើង apply តាមអីដែលយើងបានពិចារណាជ្រើសរើសហើយនេះគឺជា result នៃ project របស់យើងដោយយើងមាន deliver feature មួយចំនួនដូចជា home about contacts product what choose us អានឹងសម្រាប់ customer ហើយ customer អាចធ្វើការ log in register reset password add product to cart admin អាចមើល dashboard product order អាចមើល message ហើយនឹង manage customer បានយើងមានវីដេអូសម្រាប់ demo សង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តហើយចូលដល់វីដេអូ demo ទាំងអស់គ្នាចូលមកដល់ customer អាចធ្វើការ sign in create account ដោយបំពេញ form ហើយចុច create account account នេះគឺមាន email ធ្លាប់ភ្ជាប់ហើយទើបវា load ថា an account with that email already exists តើពីមាន account ហើយ customer អាចធ្វើការ log in
និងធ្វើការបំពេញ password របស់ខ្លួនករណីនេះ user បាន enter password របស់គាត់ខុសទៅលើពាក្យថា no account match digital ហើយគាត់អាចធ្វើការចុច forget password enter email address on reset link គាត់នឹងទទួលបានសារពី email គាត់អាច tap on link ហើយធ្វើការ enter new password តមក customer អាចធ្វើការ log in ជាមួយ password ថ្មីក្នុង section product customer អាច tap លើ product ហើយមើល detail information របស់ product បានដើម្បីធ្វើការ order product customer អាច add product នីមួយៗដែលខ្លួនចង់បានចូលទៅក្នុង cart ត្រង់ចំណុចនេះ customer អាចធ្វើការ filter នៅ product នីមួយៗទៅតាម category ពិនិត្យមើល product នៅក្នុងកន្ត្រកហើយធ្វើការបញ្ជាទិញដោយចុច check out បំពេញ form ហើយចុច place order customer អាចធ្វើការ check order history របស់ខ្លួននិងធ្វើការ contact message ទៅកាន់ក្រុមហ៊ុនបានផងដែរ Just thank customer បានធ្វើការ message ថា please move the order ហើយ send message send ជោគជ័យ Google admin អាចធ្វើការ log in ដោយវាយ password ចូល admin អាចមើលឃើញអំពី statistic product order customer message និង profit ផងដែរ recent order ជាក់ស្ដែងគឺជាអ្វីដែលយើងបានទិញអំបញ្ញមិញនៅក្នុង profile របស់ customer វាលោតពាក្យថា pending ចំណុច product admin អាចធ្វើការ code operation ជាក់ស្ដែងគឺយើងបានបដូរពី mass ទៅជា pad ដើម្បី update sell chain គឺឃើញថាពិតជាបានដូរមែនតើហើយនេះគឺជា detail orders របស់ customer យើងវិញយើងបដូរពី pending ទៅជា shipping order status update នេះគឺជា message ដែល customer បានធ្វើការ message មកកាន់យើងឲ្យបានមិញគឺដាក់ពាក្យថា please move the orders section customer admin អាចធ្វើការ manage customer អាច promote ទៅជា admin និងអាច filter មើលពី information របស់ customer admin ក៏អាចធ្វើការ edit profile របស់ខ្លួននៅ customer ដែរយើងសាកធ្វើការ add product ថ្មីដោយ add នៅឈ្មោះតម្លៃនៃ product និង select category របស់វាដូច្នេះយើងបានធ្វើការ add នៅ new category ដែលដាក់ពាក្យថា cream បញ្ចូលនៅ product description page ក៏ដូចជា image part create product created ពិនិត្យមើល product ដែលបាន create success customer ក៏បានឃើញ product ដែលបានថ្មីហើយបានឃើញនៅorder របស់ខ្លួនត្រូវបាន shipping ដោយ the admin បានកំណត់អំបញ្ញមិញយើងបាន check នៅក្នុង footer របស់យើងឃើញថា product category ដែលយើងបាន add អំបញ្ញមិញ cream គឺពិតជាបានឃើញនៅក្នុង section product ពិតមែនការ demo result របស់យើងមានតែប៉ុណ្្នឹងទេឥឡូវយើងចូលទៅដល់ condition វិញម្ដងក្នុងអំឡុងពេលដែលធ្វើការ develop project ហ្នឹងយើងបានជួបបញ្ហាសំខាន់មួយចំនួនដូចជាទី1គឺទៅតង់មួយ GitHub page routing នេះនៅពេលដែលយើង refresh ទៅលើ route ផ្សេងៗវាអាចមានបញ្ហាដូចជា ដោយសារតែ GitHub page របស់យើងមិនមែនជាប្រភេទ server redirect ទេអញ្ចឹងបានយើងប្រើប្រាស់ជាមួយនឹង hash router និងកែ web page path របស់យើងហ្នឹងដើម្បីឲ្យ routing ធ្វើការបានល្អនិងត្រឹមត្រូវនេះគឺតកតងជាមួយនឹង Firestore Composite Index all the history ត្រូវការ filter ហើយនឹង sort លើ fields ផ្សេងៗដូចជាខ្ញុំត្រូវការបង្កើត composite index នៅក្នុង Firebase ជាដើមហើយគឺបញ្ហាតកតងជាមួយនឹង access control ដោយសារ project របស់យើងនេះគឺយើងអាចពឹងផ្អែកទៅលើ front end router បានទេដោយសារពេលខ្លះ user គាត់អាចនឹងព្យាយាមចូលទៅក្នុង Firestore របស់យើងដោយផ្ទាល់ដូច្នេះហើយបានយើងធ្វើការបង្កើតនៅ Firestore security rules ដើម្បីធ្វើការកំណត់ថា admin ឬមួយក៏ customer គាត់ធ្វើការបានគេខ្លះជាក់ស្ដែងគឺ admin ទៅអាចចូលទៅកែប្រែនៅ data សំខាន់ៗរបស់យើងបានអញ្ចឹងសរុបមក skin 1001 នៃ e-commerce platform របស់យើងគឺបានបំពេញនៅ requirement មួយចំនួនទៅតាម goal ដែលយើងបាន set ពីដើមមកហើយមាន informational storefront authentication product growth operation shopping cart check out all the history ហើយនិង role protected admin dashboard អញ្ចឹង project របស់យើងក៏បាន deploy ដំណើរការជាមួយនឹង real Firebase data ផងដែរសម្រាប់ future improvement ពួកយើងនឹងមានកម្រងបន្ថែមតកតងជាមួយនឹង real image upload ដោយប្រើប្រាស់នៅ Firebase storage automate testing ហើយនិង spell analytic chart សម្រាប់ admin dashboard ផងដែរនេះគឺជាចុងបញ្ចប់នៃការបង្ហាញនៅ project របស់ខ្ញុំហើយអញ្ចឹងសូមអរគុណលោកគ្រូនិងអរគុណទាំងអស់គ្នាសម្រាប់ការយកចិត្តទុកដាក់ស្ដាប់នៃការធ្វើបទបង្ហាញរបស់ខ្ញុំសង្ឃឹមថាទាំងអស់គ្នានឹងចូលចិត្តនៅវីដេអូមួយនេះអរគុណ